ផ្លាប់ឲ្យចាស់ចេញទៅប៉ាតែប៉ុណ្ណេះហើយទូមិនចង់បាន skin ទៅខាងមុនធូនគេគប់កពាត់មកឲ្យយើងដែរយីហើយវ៉ាវប៉អើយជាតិអីក៏ជាតិយ៉ាងនេះskin make ល្បល់ចោលអាមុនធូននេះចង្រៃរុះរុករៀតតបាត់ចោលតែបកាច់យកអា hero មិនទាំងដែរលេងផងមិនទាំងដៃ make អីផងហ្នឹងឲ្យ hero សិត make ឲ្យ skin សិត make បាទគឺថាខ្ញុំមានការគាំងជាមួយនឹង Moon Thun ជាខ្លាំងដោយសារតែខ្ញុំ account របស់ខ្ញុំហ្នឹងមិនមែនជាដៃ make អីទេប៉ុន្តែដល់ទៅពេល Moon Thun គេឲ្យសេរី skin set make ផ្ទុយពីការលេងរបស់យើងចេះមកគឺថាចង់ទៅដាក់ក្បាល Moon Thun មកឆ្នាំងបាយទេអញ្ចឹងមែនណាខ្ញុំចង់បាន skin ចាយសរងណានោះទេស្រួលខប់ក្បាលគេហិតលីអូក៏តែ Moon Thun នេះដូចវាលក្ខណៈថាផ្ទុយពីចិត្តយើងឆ្កុយតែម្ដងណាហើយសម្រាប់អ្នកដែលគាត់ចង់ដាក់ ticket ក្នុង event Aspirant Pre Ticket លើកទី2ហ្នឹងវិញនៅគ្នាយើងអាចដាក់បាននៅក្នុង page Lisa Top Up គ្នាយើងអាចឆាតទៅគាត់ដើម្បីទិញ Diamond នៅក្នុង Facebook page របស់គាត់បានណាហើយសម្រាប់អ្នកដែលគាត់មាន app ឬប្រើប្រាស់កុងធនាគារគាត់ចង់ធ្វើការដាក់ Diamond នៅខ្លួនឯងក៏អាចដាក់បានដែរនៅក្នុង website lisatopup.com អញ្ចឹងដំណរ link ខាងក្រោមដែលខ្ញុំដាក់នៅក្នុង comment ហ្នឹងគឺគ្នាយើងអាចចុចទៅគឺចូលទៅក្នុង website របស់គាត់តែម្ដងបន្ទាប់ពីយើងបាន skin ថ្មីហើយគឺតួនាទីរបស់យើងបើមិនតេស្ត skin មិនស្ទៀវព្រោះថា skin របស់យើងទិញមកអស់ទាំងលុយជាង10រៀលដែរ10រៀលចាលើ10រៀលទៀតទោះបីជាយើងមាន skin ថ្លៃក៏ប៉ុន្មានក៏ប៉ុន្តែមិនប្រកាសថាយើងល្អទាំងអស់ទេណាដូចមានចំណុចខ្សោយត្រង់នេះចឹងណាបាទមានតែ skin ទេក៏ប៉ុន្តែ recall វិញគឺថាក្រសួងសតបាទ recall ដែរ Moon Thun គេឲ្យលេងដំបូងគេបងអស់ណាហ្នឹង recall កម្រណាកម្រមានពីណាគេមានដូចខ្ញុំណាព្រោះថាគេអត់ចង់ដាក់យ៉ាកំពុងលេងសុកស្រាប់ខាង Gosen ហ្នឹងគេឆាតមកទៅសើថា skin ស្អាតម៉េះមិនឲ្យ skin ស្អាតហ្មងទិញ10រៀលជាងបារ៉ូមើលបារ៉ូគាត់នឹងបាយជាចង់ឌឺយើងណាគាត់ចង់មានន័យថាយើង skin low ក៏តែ skill វិញគឺ on តួគាត់មិននិយាយក៏យើងទីដឹងទុកមុនដែរតែពាក្យថា skin ស្អាតម៉េះហ្នឹងវាធម្មតាទេក៏តែអីដែលមិនធម្មតាហ្នឹងអាសញ្ញាសួរ2 3នៅពីក្រោយនេះដាក់សញ្ញាសួរហ្នឹងចង់បានន័យថាម៉េចចង់បានន័យថាខ្ញុំហ្នឹងលេង on ហើយមិនគួរមាន skin ស្អាតមែនចូលចង់មានរឿងហ៎ពិបាកដែរដល់ទៅពេលយើងមាន skin ស្អាតចឹងទៅមានគេតាមឈ្នានេះយើងណាបន្ទាប់ពីឈ្នានេះហើយដេញបាយយើងទៀតនិយាយទៅគឺពិបាកអញ្ចឹងណាហើយខ្ញុំមិនដែរទៅពេលដែល Gosen គាត់ទៅសេមកអញ្ចឹងខ្ញុំអត់បានតតបាន reply ទាំងអស់ស្រាប់តែមកស្ទុះក្រោយមក Gosen នឹងហាក់បីដូចជាខឹងខ្ញុំឯងនេះអត់ទាំងបានទៅធ្វើស្អីគេព្រោះគេមកខឹងយើងណាសិតតែចូលវាយយើងដល់ក្នុង thread ទៀតដល់ចូលមកមានណាណែមើលដែរវាឆ្ងាញ់ថាចូលមកបាយគេមិនងាប់ហើយឆ្លៀតដាក់អូខេមកទៀតចង់បានន័យថាម៉េចទៅក្មេងតូចនឹងលេងខឹងក្មេងតូចលេងគេបានដល់ទៅគេលេងវិញខឹងឃើញហ៎អញ្ចឹងតាមការពិតទៅខ្ញុំដឹងអានតិត Gosen ហ្នឹងគាត់ខឹងខ្ញុំដោយសារតែខ្ញុំ recall ដាក់គាត់មកខឹងគ្នារឿង recall ណាគ្នា recall លេងសោះហ្នឹងមួយយ៉ាងវិញទៅខ្ញុំដឹងថា recall ក្រសួងរបស់ខ្ញុំហ្នឹងគឺវាឌឺចាក់ដោតគេខ្លាំងមែនតើបើទោះបីជា recall មួយហ្នឹងវា free ក៏ពិតមែនវាអត់មាន affect ក៏ពិតមែនក៏ប៉ុន្តែ recall ម្ដងគឺថា enemy ឃើញហើយគឺចុកចាប់តែម្ដងណាបាទចាំខ្ញុំមិនដែរប្រកែឌឺគេផងបាទលេងកើតទេគឺសមត្ថភាព 1% បើនិយាយពីឌឺវិញគឺ99 បូក 99% តែម្ដងហើយខាង enemy ហ្នឹងបន្ទាប់ពីគាត់ឃើញខ្ញុំឌឺដាក់គ្នាគាត់ខ្លាំងពេកហ្នឹងគាត់ក៏បានប្រាប់គ្នាគាត់ហ្នឹងឲ្យមកលុកខ្ញុំយកតែម្ដងដោយសារតែខ្ញុំហ្នឹងមិនត្រឹមតែមាន skin ស្អាតហើយក៏ប៉េះគូតលយទេថែមទាំងជាបរិះម្នាក់ដែលមានឈ្មោះថាស្មោះចោលតាម៉ាយហើយគ្នាយើងដឹងអត់បន្ទាប់ពីខ្ញុំហ្នឹងដឹងថាអានតិត Gosen ហ្នឹង target របស់គាត់គឺខឹងខ្ញុំលុកខ្ញុំមកឯងបានខ្ញុំទិញកកមកញ៉ាចណែឃើញទេណ៎អស់ក្តៀនច្បល់ប្រអានតិត Gosen ហ្នឹងហើយហ្គេមមួយនេះមិនមែនត្រឹមតែអានតិត Gosen មកលុកខ្ញុំទេសូម្បីតែឡាពូគ្នាគាត់ក៏ដូចជា Helper ហ្នឹងក៏មកលុកខ្ញុំដែរប៉ុន្តែខ្ញុំឆ្លាតitem ដំបូងខ្ញុំទិញកកហ្នឹងខ្ញុំដឹងថាពួកអស់ហ្នឹងច្រឡំពួកខ្ញុំដឹងថាពួកគាត់អស់ហ្នឹងនៅតែពួកអត់ដែរពួកគាត់បដ ாய் ទេដល់ទៅពេលពួកគាត់ប៉ិនលុកចឹងទៅយើងត្រូវតែកែច្នៃ item ណាទោះបីជា item ខ្លះវាមិនត្រូវពាក់ក្រោយក៏ត្រូវតែពាក់ដែរនិយាយទៅគឺត្រូវតែពាក់តែហ្មងហើយមានអីទៀតបងប្អូនណាគេថាបុកផ្ទះចូល enemy តដៃមានរួចទេចង់លុកខ្ញុំអីទៀតណាមើលតែកកខ្ញុំទៅហ៊ានតែចូលមកខ្ញុំចុចកកញ៉ាច់តិចទៀតចេញជីវិត2មកមួយទៀតហើយទិញអាឈាមសនឹងមួយទៀតកុំឲ្យគេលុកយើងច្រើនពេក